គ្រឿងក្នុងជ្រូកដែលឈ្មោះនាំចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេសនិងគ្មានលិខិតអនុញ្ញាតប្រមាណ1តោនត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់នៅក្នុងភូមិសាស្ត្រស្រុកថ្មគោលកាប់ពីខែទី17ខែឧសភាឆ្នាំ2025វេលាម៉ោង17:30នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទក្នុងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរៈស្នេហ៍ឯងយីយុសាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកម្លាំងក្នុងការិយាល័យស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេសនិងគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសថៃស្ថិតនៅចំណុចផ្លូវជាតិលេខ5រង្វង់មូលស្រុកថ្មគោលស្ថិតនៅស្រុកថ្មគោលខេត្តបាត់ដំបងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាសឆ្នាំ2003ដែលពាក់ស្លាកលេខភ្នំពេញ 2AU 9764បើកបរដោយឈ្មោះញ៉ាចិន្តាភេទប្រុសអាយុ42ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យរកឃើញគ្រឿងក្នុងជ្រូកចំនួន20កេសក្នុងមួយកេសទម្ងន់50គីឡូក្រាមសរុបទម្ងន់1000គីឡូក្រាមនឹងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោយសមត្ថកិច្ចជំនាញធ្វើការសាកសួររួចរាល់ក៏បានរាយការណ៍ជូនទៅឯកឧត្តមកែវសុជាតិប្រាជ្ញានៃអយការអមសាលាដំបងខេត្តបាត់ដំបងអំពីបញ្ហានេះហើយនៅថ្ងៃទី18ខែឧសភាឆ្នាំ2025ដោយមានលោកទូតវិនិតរាជអាជ្ញារងនៃអយការអមសាលាដំបងខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញរួមមានមន្ត្រីការិយាល័យផលិតកម្មមន្ត្រីបុសុព្យាបាលមន្ត្រីសាខាកបបខេត្តបាត់ដំបងនិងមន្ត្រីនគរបាលយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមស្ថិតនៅក្នុងភូមិអូមនីឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងរីឯអ្នកបើកបររថយន្តដឹកជញ្ជូនសមត្ថកិច្ចកំពុងកសាងសំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរផ្សាយដល់អង្គភាពគេហទំព័រប្រមាណជីដែន TV News